ក្រៅពីមិនអន់ចិត្តនឹងអាមេរិកចំពោះការកាត់បន្ថយសកម្មភាពធ្វើសម្ពយុទ្ធជាមួយខ្លួនកូរ៉េខាងត្បូងថែមទាំងបង្ហាញអំពីក្តីសង្ឃឹមនៅថ្ងៃច័ន្ទនេះទៀតថាការសម្រេចចិត្តយ៉ាងដូចនេះរបស់អាមេរិកគឺคล้ายទៅជាឱកាសបង្កើនបានទំនាក់ទំនងល្អល្អឿនរវាងទីក្រុង Washington និងទីក្រុង Pyongyang ផងដែរបើតាមសេចក្តីថ្លែងការណ៍របស់សេដ្ឋវិមានប្រធានាធិបតីកូរ៉េខាងត្បូងបើទោះបីជាលោកប្រធានាធិបតី Donald Trump ប្រកាសកាត់បន្ថយបែបនេះក្តីទីក្រុងសេអ៊ូលនៅតែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលទីក្រុង Washington លើសម្ពយុទ្ធនេះដើម្បីរក្សាជំហរការពារជាតិរួមគ្នាឲ្យបានរឹងមាំជាមួយគ្នានេះការិយាល័យប្រធានាធិបតីក៏បានបង្ហាញអំពីក្តីសង្ឃឹមដែរថាទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនឹងនាំទៅរកកិច្ចសន្ទនាប្រកបដោយផ្លែផ្កានិងអត្ថន័យបន្ទាប់ពីសហរដ្ឋអាមេរិកធ្វើសកម្មភាពបែបនេះហើយកន្លងមកលោក Donald Trump ក៏បានលើកឡើងអំពីទំនាក់ទំនងល្អរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនផងដែរលោក Trump និយាយថាមេដឹកនាំទីក្រុងព្យុងយ៉ាងរូបនេះមិនសប្បាយចិត្តចំពោះសម្ពយុទ្ធណាមួយដើម្បីត្រៀមឆ្លើយតបទៅនឹងការវាយប្រហារដែលអាចកើតមានឡើងពីសំណាក់កូរ៉េខាងជើងនៅឡើយមេដឹកនាំអាមេរិកវ័យ80ឆ្នាំរូបនេះថែមទាំងលើកឡើងទៀតថាបើមិនកាត់បន្ថយសម្ពយុទ្ធទេនោះវានឹងក្លាយទៅជាការមិនសមរម្យនិងបង្ហាញអំពីអរិភាពលោក Ryan Donald អ្នកនាំពាក្យបញ្ជាការដ្ឋានកងកម្លាំងរួមអាមេរិកនិងកូរ៉េខាងត្បូងនិយាយថាសម្ពយុទ្ធអាមេរិកកូរ៉េខាងត្បូងដែលត្រូវផ្ដើមរៀបចំឡើងនៅថ្ងៃច័ន្ទនេះនឹងមានការក្លែងធ្វើប្រយុទ្ធទល់នឹងកងទ័ពកូរ៉េខាងជើងដែលមានបទពិសោធន៍ប្រយុទ្ធផ្ទាល់ចេញពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបើតាម CNA លំហាត់សម្ពយុទ្ធដែលរួមមានកងទ័ពកូរ៉េខាងត្បូងចំនួន 18,000 នាក់និងកងទ័ពអាមេរិកប្រចាំនឹងប្រទេសមួយនេះក៏នឹងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើសង្គ្រាមយន្តហោះដ្រូនការរំខានប្រព័ន្ធ GPS និងទូនាទីនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតឬក៏ Cyber Attack ជាដើម